រឿងចោលចិត្តជាដូចបានឮតមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចោលចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកក៏ស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើរលួចរកទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមាតាទូមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមាតាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខិតខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចម្ដាក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនិមឺនសពពុកមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្គការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈរអក្សរបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យអ្នកទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើចៅហ្វាយស្រុកពន់ពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជអង្គការថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសប្ថ្ងៃយើងក្រលំបាកតុកយ៉ាពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបាន40កហបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានោះពេលនោះអាចោលចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះក៏មានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពុតជាតីមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចក៏ត្រឡប់មកវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅមើលឃើញបង្វិចសម្ពុតជាតីក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅឯអាចោលចិត្តជាកាលណាបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចោលចិត្តជានោះទៅជូនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់គុកច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចោលចិត្តជានិយាយរអ៊ូតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេកាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិចនឹងកំណាត់ចិត្តតីមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករុណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោលចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចោលនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរតែយើងចុះទៅសួរវាឲ្យចាក់មើលទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចោលនោះថាឯងនិយាយរឿងអ្វី
យើងឮតែស្ដាប់បានខ្លះមិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកមើលទើបអាចោរចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតកាលណាដែលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាយើងនឹងរកប្រាក់40កហបណៈពីណាបានយកទៅថ្វាយស្ដេចដើម្បីឲ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លឹងនឹងបានប្រាក់មកពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកំណាត់សម្ពុតជាតីមកដាក់ចិត្តក្បាលដំណេកទុកជូនលោករួចខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអោអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកុំភ័យកុំតូចចិត្តអញនឹងដោះលែងឯងឲ្យចេញពីទោសមួយទៀតឯងនឹងអញត្រូវយកគ្នាជាសម្លាញ់តទៅចៅហ្វាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជម្រាបថាខ្ញុំបាទឈ្មោះអាចោរចិត្តជាសួររួចហើយលោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដោះអាចោរចិត្តជារួចពីទោសហើយនិយាយថាអាសម្លាញ់ឯងនៅនឹងចោះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចោរចិត្តជាឆ្លើយថារឿងលួចនោះអញមិនឈប់ទេដែលអញលួចទ្រព្យគេនេះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយចៅហ្វាយស្រុកក៏យកប្រាក់40កហបណៈឲ្យយកទៅឲ្យមេដាអាចោរចិត្តជាមិនព្រមយកចៅហ្វាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់មកអាចោរចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅហ្វាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតក្តីវិនាសទាស់តែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបំរើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបំរើនោះខំផ្គប់គុណចៅហ្វាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលឯងចេញពីអញទៅយកប្រាក់លោកយមរាជនៅនឹងគេចោះចូលឯងខំផ្គប់គុណគេឲ្យដូចកាលនៅនឹងអញបើឯងបំរើខាងក្រៅដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលត្រូវឯងចូលបំរើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំណឲ្យក្តៅពុះរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដូចគំនិតនេះអញនឹងចេញប្រាក់លួសឯងមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនោះទទួលការសពគ្រប់វេលាយប់នោះអាចោរចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបំរើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្ដាប់បានការទាំងអស់ថ្ងៃក្រោយមកស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយសុំនៅផងលោកយមរាជក៏ទទួលចេញប្រាក់លុះឲ្យទៅបំរើរៀងមកនាងនោះខំបំរើគប់គុណលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលក្នុងក្រៅបំរើចិត្តដិតរៀងមកវេលាមួយពេលយប់ស្ងាត់ស្រីបំរើនោះវាដឹងថា
លោកជំរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណឲ្យក្តៅពុះហើយវាលើកសំណនោះចាក់ចូលក្នុងមាត់លោកជំរាជលោកជំរាជស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហោយំមនុស្សផ្អើលមកមើលឃើញលោកជំរាជស្លាប់មែនតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងជាស្លាប់ដោយសាររោគអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះតាមសំគួរក្រោយនោះជារដូវបុណ្យទាននិមឺនសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកឯណារកមោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើជាទីយមរាជរួចទ្រង់ស្ដេចយាងចូលទៅក្នុងវិញសេនាបតីនិមឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅវាយស្រុកដែលជាសម្លាញ់នឹងអាចោរចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជាអាចោរចិត្តជាសួរថាសម្លាញ់ឯងមករកអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វីឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើជាទីយមរាជរឿងនេះសម្លាញ់ឯងបានដឹងឬទេត្បិតអញចង់ធ្វើយមរាជណាស់អាចោរចិត្តជាឆ្លើយថានេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះអញដើរលួចជេរហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងគ្រានោះត្រូវឯងជួយអញជាប្រកបដូច្នេះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបម្រើត្រូវចិត្តគេបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យក្តៅពុះហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានរឿងនេះអញលោភស្ដាប់បានចាំប្រកាសចូលសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះតែត្រូវឲ្យគោះខ្មោចលោកយមរាជនោះមកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែនសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅវាយស្រុកស្ដាប់យកការបានហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយមកចៅវាយស្រុកទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅតាមចាប់មន្ត្រីនិងស្រីនោះយកមកឃុំទុកហើយទ្រង់ឲ្យគោះខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទើបទ្រង់ឲ្យជំរំជម្រះរឿងនោះឯមេស្រីបម្រើឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដមែនទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅហើយទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើជាយមរាជឯចៅវាយស្រុកកាលបើបានធ្វើជាទីយមរាជហើយឲ្យបម្រើទៅហៅអាចោរចិត្តជាដែលជាសម្លាញ់លុះវាមកដល់ប្រាប់ថាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយអញបានធ្វើយមរាជនេះគឺដោយសារតែឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចទៀតអញចិញ្ចឹមមេត្តាឯងនិងសម្លាញ់ឯងលុះអស់ជីវិតអាចោរចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតទេថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញលុះយប់អាចោរចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនយកមកជូនមេត្តាលុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថាសម្លាញ់យប់មិញអញលួចគេបានប្រាក់និងសម្ពុតអាវជាច្រើនណាស់ពីថ្ងៃនេះតទៅអញលះចោលរឿងរកស៊ីលួចគេហើយសម្លាញ់ឯងជឿចោះលោកយមរាជថាបើឯងឈប់រកស៊ីលួចគេនោះអញអរណាស់
បើខ្វះខាតអីមករកអញឲ្យឯងកុំទើសទាល់អញចិញ្ចឹមឯងលុះអស់ជីវិតអាចោចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេត្តាជាសុខសប្បាយលោកយមរាជនិងអាចោចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដូចបានសន្យាតមក